ประมาณแค่บองยมเราแต่ไงการ នៅតែថ្ងៃកើតទេណាពុកម៉ែបងប្អូនចាព្យាមកខាងណាដែរข้างปอยไปจีมโตជិះម៉ូតូจ้าជិះម៉ូតូមកដល់នេះจ้าជិះខ្លួនឯងមកហ្មងจ้าจังบ้านสกรีนเต้จังบ้านสันติเพียบប្រជាជនខ្មែរពេញមួយប្រទេសចង់បានសន្តិភាពអត់មានអ្នកណាចង់បានសង្គ្រាមពុកម៉ែបងប្អូនអាចមើលបាននេះបងស្រីនេះមានផ្ទៃពោះផងកូនជាប់ដៃកូនទូកូនធំមានអស់ចាស់ជរាអាយុ90ជាង100ជាងក៏មានដែរហើយមិនដឹងថាប្រទេសសៀមនៅវាចង់បានសង្គ្រាមយកស្អីវាអ្នកម្នាក់រងទុកខ្ញុំអ្នកចាយជូនណាគ្រាន់តែឃើញខ្ញុំមិនដឹងថាចែកមិនទេដោយសារថាជនរងគ្រោះវាច្រើនពេកនិយាយរួមច្រើនសឹងតែថាយើងអត់ដឹងថាចាយពីណាទៅណាខ្ញុំកូន4 5ទាំងក្នុងពោះ5ទាំងក្នុងតែក្តីខ្ញុំទៅហ៊ានជួមកលើភាសាតែមួយខ្ញុំអត់មានអីទេវីដេអូមួយនេះគ្រាន់តែចង់ឲ្យប្រទេសផ្សេងដឹងថាប្រជាជនត្រូវការតែមួយគាត់គឺសន្តិភាពបងកងទ័ពឲ្យបងកូនច្រើនខ្ញុំជូនបង20ម៉ឺនណាបងណាចាំអស់ចឹងបងជូនបងតាមទៀតណាបងតែខ្លួនណាបងចាបើសិនជាអាចដោយសារថាវគ្គនេះធ្ងន់ជាងវគ្គមុន5ដងតែ10ដងឯងខ្ញុំអត់ច្បាស់គ្រាន់តែថាធ្ងន់ជាងវគ្គមុនអញ្ចឹងចង់ឲ្យពុកម៉ែបងប្អូនចូលរួមតាមរយៈខ្ញុំមករៀងច្រើនជាងនឹងទៀតដើម្បីខ្ញុំបានមកជួយគាត់ទៅច្រើនព្រោះអីយើងជួយឥឡូវបានតែមួយពេលទេហើយឥឡូវនេះគឺនៅក្នុងសង្គ្រាមឡើយហើយមិនដឹងថាថ្ងៃណាចប់សង្គ្រាមទេហើយពួកគាត់ក៏អត់អាចប្រកបមុខរបរអីបានដែរមកចាយណោយម្ដងអាណោយធំជាងគេគឺពេលភាសសឹកនឹងមកឃើញប្រជាជនជាពិសេសស្ត្រីដែលគាត់មានផ្ទៃពោះហើយទៅសាយខ្ចីដោយបងស្រីអញ្ចឹងប្រហែលខែបងខ្ញុំនៅតែថ្ងៃកើតនៅតែថ្ងៃកើតទេណាពុកម៉ែបងប្អូនចាព្យាមកខាងណាដែរខាងปอยไปជិះមកដែរអូនជីម៉ូតូជិះម៉ូតូចាជិះម៉ូតូមកដល់នេះចាងាប់ហើយជិះខ្លួនឯងមកហ្មងជីមកមួយប្តីអូប្តីដឹកមកភូមិធំប៉ុន្តែជិះឆ្ងាយបងប៉ែនឆ្ងាយគួរសមចង់និយាយថាខ្ញុំអត់ចង់បានសង្គ្រាមទេចង់បានសន្តិភាពយាយរួមប្រជាជនខ្មែរពេញមួយប្រទេសចង់បានសន្តិភាពអត់មានអ្នកណាចង់បានសង្គ្រាមពុកម៉ែបងប្អូនអាចមើលបាននេះបងស្រីនេះមានផ្ទៃពោះផងកូនជាប់ដៃកូនទូកកូនធំមានអស់ចាស់ជរាអាយុ90ជាង100ជាងក៏មានដែរហើយមិនដឹងថាប្រទេសសៀមនៅវាចង់បានសង្គ្រាមយកស្អីវាអ្នកម្នាក់រងទុកខ្ញុំអ្នកចាយជូនណាគ្រាន់តែឃើញខ្ញុំមិនដឹងថាចែកមិនទេដោយសារថាជនរងគ្រោះវាច្រើនពេកនិយាយរួមច្រើនសឹងតែថាយើងអត់ដឹងថាចាយពីណាទៅណាបើសិនជាអាចដោយសារថាវគ្គនេះធ្ងន់ជាងវគ្គមុន5ដងតែ10ដងឯងខ្ញុំអត់ច្បាស់គ្រាន់តែថាធ្ងន់ជាងវគ្គមុនអញ្ចឹងចង់ឲ្យពុកម៉ែបងប្អូនចូលរួមតាមរយៈខ្ញុំមករៀងច្រើនជាងនឹងទៀតដើម្បីខ្ញុំបានមកជួយគាត់ទៅច្រើនព្រោះអីយើងជួយឥឡូវបានតែមួយពេលទេហើយឥឡូវនេះគឺនៅក្នុងសង្គ្រាមឡើយហើយមិនដឹងថាថ្ងៃណាចប់សង្គ្រាមទេហើយពួកគាត់ក៏អត់អាចប្រកបមុខរបរអីបានដែរបងមកខាងណាដែរបងខ្ញុំមកពីប្រាសាទតាមើនខ្ញុំកូន4 5ទាំងក្នុងពោះ5ទាំងក្នុងហើយប្តីខ្ញុំទៅហ៊ានជួមកលើប្រាសាទតាមើនហើយគាត់មិនអីបងមានតំណែងអីដែរបងគាត់នៅលើនឹងដែរប៉ុន្តែលោកគេឲ្យជលៀសមកក្រោមមេសាត្រង់សេនៅលើគេបាញ់កំទេចអស់ចឹងគាត់ដកថយជូនបងគាត់ឲ្យសុខសុវត្ថិភាពណាបងណាហើយបងខែខ្លួនបងពួកខ្ញុំក៏អត់បានអីជូនបងច្រើនដែរម្នាក់ទិញអញ្ចឹងមានកមីត្រីខទឹកស៊ីអ៊ីវទឹកត្រីហើយនឹងមានទឹកដោះគោជូរសម្រាប់ក្មេងៗទៀតហើយមាននំសម្រាប់ក្មេងៗហើយមានកៅអៅហើយនឹងថាវិការជូនបងអ្នកទៅសាយខ្ចីខ្ញុំអត់មានអីទេវីដេអូមួយនេះគ្រាន់តែចង់ឲ្យប្រទេសផ្សេងដឹងថាប្រជាជនត្រូវការតែមួយគាត់គឺសន្តិភាពចង់បានសន្តិភាពអត់ចង់បានអីទេប្រជាជនគាត់200គ្រួសារជាងអញ្ចឹងខ្ញុំចាត់ចែងឲ្យមេភូមិគាត់ចាត់ចែងខ្ញុំជូនលុយបន្ថែមឯងហើយចំខ្ញុំជូនលុយបងអាចយកបានពីមេភូមិបានអញ្ចឹងណាបងកងទ័ពឲ្យបងកូនច្រើនខ្ញុំជូនបង20ម៉ឺនណាបងណាចាំអស់ចឹងបងជូនបងតាមទៀតណាបងតែខ្លួនណាបងចាកូនច្រើនបងជូនម្នាក់តិចណាបងណាជូនម្នាក់តិចណាខ្លះ3អ្នកខ្លះ5មកតាមតូចធំជូនម្នាក់តិចណា